สิโพភាពជាអ្នកដឹកនាំ5កម្រិតអ្នកអាចធ្វើផែនការភាពជាអ្នកដឹកនាំសម្រាប់ជីវិតខ្លួនឯងបានភាពជាអ្នកដឹកនាំជារឿងមួយដែលខ្ញុំពេញចិត្តយ៉ាងខ្លាំងដូចគ្នានឹងការបង្រៀនពីរឿងនេះដែរកន្លងមកខ្ញុំឧទ្ទិសពេលវេលាក្នុងជីវិតជាង30ឆ្នាំជួយឲ្យអ្នកដទៃសិក្សារៀនសូត្រពីរឿងភាពជាអ្នកដឹកនាំតាមពិតទៅខ្ញុំចំណាយពេលក្នុងមួយឆ្នាំប្រហែលជា80ថ្ងៃបង្រៀនអំពីភាពជាអ្នកដឹកនាំជាច្រើនឆ្នាំកន្លងមកខ្ញុំបានចេញទៅបង្រៀនរឿងនេះដល់ទៅ6ទ្វីបរួចមកហើយខ្លឹមសាររឿងនេះមានច្រើនមិនចេះចប់សួរថាហេតុអ្វីបានជាដូច្នេះព្រោះអ្វីគ្រប់យ៉ាងសុទ្ធតែចម្រើនរុងរឿងនិងររុំរលាយដោយសារតែភាពជាអ្នកដឹកនាំនេះឯងដូច្នេះបើអ្នកចង់សាងរឿងល្អៗឲ្យកើតមានឡើងនៅលើពិភពលោកនេះការសិក្សារៀនសូត្រពីវិធីធ្វើជាអ្នកដឹកនាំឲ្យបានល្អប្រសើរឡើងគឺពិតជាអាចជួយអ្នកបានជាច្រើនឆ្នាំដែលខ្ញុំបង្រៀនអំពីភាពជាអ្នកដឹកនាំមានប្រធានបទមួយដែលខ្ញុំបានទទួលការស្នើសុំឲ្យអត្ថាធិប្បាយច្រើនជាងប្រធានបទដទៃទៀតទាំងអស់មិនថានៅសាលាតប West Point ក្រុមហ៊ុន Microsoft ព្រមទាំងប្រទេសផ្សេងៗទៀតជុំវិញពិភពលោកក្នុងការអត្ថាធិប្បាយអំពីប្រធានបទខាងលើនេះខ្ញុំបានលើកបញ្ហាឲ្យឃើញថាតើភាពជាអ្នកដឹកនាំធ្វើការដូចម្តេចរួមទាំងផ្ដល់ជាយុទ្ធសាស្ត្រជាក់លាក់ក្នុងការសិក្សាពីវិធីនៃភាពជាអ្នកដឹកនាំឲ្យកាន់តែល្អប្រសើរឡើងដែលជាការអត្ថាធិប្បាយស្ដីអំពីភាពជាអ្នកដឹកនាំនេះឯងជំនឿរបស់ខ្ញុំដែលថាអ្វីគ្រប់យ៉ាងសុទ្ធតែចម្រើនរុងរឿងនិងរលំរលាយដោយសារតែភាពជាអ្នកដឹកនាំចាប់ផ្ដើមមកពីរូបរាងកើតឡើងកាលពីឆ្នាំ1976ហើយបានជំរុញឲ្យខ្ញុំចាប់ផ្ដើមជ្រាវជ្រាវអំពីភាពជាអ្នកដឹកនាំជាប់ជារហូតមកដល់សព្វថ្ងៃនេះខ្ញុំចាប់ផ្ដើមធ្វើដំណើរគ្រានោះដោយសារការដាក់សំណួរជាច្រើនឡើងថាតើអ្នកផ្ដល់និយមន័យភាពជាអ្នកដឹកនាំថាដូចម្ដេចអ្នកដឹកនាំគឺជាអ្វីភាពជាអ្នកដឹកនាំធ្វើការដូចម្ដេចហើយអ្វីដែលគួរឲ្យសោកស្ដាយគឺចម្លើយដែលបានទទួលមកមិនសូវជួយអ្វីច្រើនប៉ុន្មានទេអ្នកខ្លះគិតថាភាពជាអ្នកដឹកនាំទំនាក់ទំនងនិងការបានទទួលតំណែងធ្វើជាអ្នកដឹកនាំតែកន្លងមកខ្ញុំធ្លាប់ស្គាល់អ្នកដឹកនាំអន់តែមានតំណែងល្អព្រមទាំងស្គាល់អ្នកដឹកនាំល្អតែគ្មានតំណែងអ្វីឡើយតែអ្នកមិនធ្លាប់ជួបមិនធ្លាប់ស្គាល់មនុស្សបែបនេះខ្លះទេឬហើយក៏មានអ្នកខ្លះនិយាយអំពីភាពជាអ្នកដឹកនាំថាទោះបីជាមិនអាចបកស្រាយបានតែបើដល់ពេលក៏គង់តែចេះដោយខ្លួនឯងមិនខានដែលមើលទោះបីជាសម្ដីនេះអាចជាការពិតតែវាមិនជួយឲ្យនរណាបានដឹងពីវិធីធ្វើជាអ្នកដឹកនាំឡើយបទសន្និដ្ឋានដែលខ្ញុំបានទទួលមកពីដំបូងគឺភាពជាអ្នកដឹកនាំជារឿងឥទ្ធិពលឬជាការជំរុញឲ្យអូសទាញឲ្យអ្នកដទៃធ្វើរឿងផ្សេងមានន័យថាប្រសិនបើមនុស្សយើងជំរុញអ្នកដទៃបានច្រើនប៉ុណ្ណាគេពិតជាអាចធ្វើជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពកាន់តែខ្ពស់ប៉ុណ្ណោះដែរគំនិតនេះសំដៅទៅលើភាពជាអ្នកដឹកនាំ5កម្រិតដែលខ្ញុំចំណាយពេលគិតអស់ប្រហែល5ឆ្នាំចាប់ពីពេលនោះខ្ញុំក៏បង្រៀនរឿងនេះជាប់ជារៀងរហូតមកពេលណាដែលលើកបញ្ហាពីរឿងនេះតែមានគេសួរជានិច្ចថាពេលណាតើបសរសេរសៀវភៅទាក់ទងនឹងរឿងនេះទៅគឺដូចអ្វីដែលលោកអ្នកឃើញស្រាប់ហើយខ្ញុំកំពុងតែឆ្លើយនឹងសំណួរមួយនោះហើយ